វិធីប្រើគឺស្រួលទេគ្រាន់តែយើងចុចបើកម៉ាស៊ីនវាកន្លែងនេះសិនមកបន្ទាប់មកគឺគេមាន function 3 function ទី1គឺដាំនឹងជំរុះជាតិក្លបើម៉ាម៉ាក់ប្រើទឹកម៉ាស៊ីនគឺរើសយកទី1ហ្នឹងទៅហើយទី2គឺយើងអត់ដាំទេយើងមានទឹកសុទ្ធឬទឹកស្អាតឬទឹកដាំហើយដែលយើងគ្រាន់តែចង់ក្តៅទឹកគឺយើងយកទី2ហើយសម្រាប់ទី3នេះគឺម៉ាម៉ាក់គ្រាន់តែចង់ដាំទឹកទេអត់ចង់ក្តៅទឹកទេពេលដែលពុះហើយឲ្យវាធ្លាក់មកដល់សីតុណ្ហភាពដែរនៅក្នុងបន្ទប់យើងវិញយើងយកទី3ឥឡូវនេះគឺខ្ញុំចង់ដាំនឹងកម្ដៅទឹកចឹងខ្ញុំចុចយក function ទី1ដែលសារខ្ញុំដាំទឹកម៉ាស៊ីនហើយខ្ញុំ select អង្សាសេនៅពេលដែលវាពុះហើយខ្ញុំចង់ឲ្យវានៅម៉ានអង្សាសេគឺខ្ញុំចុច select លើហ្នឹងអញ្ចឹងឥឡូវខ្ញុំយកលេខ45ណាវាមានតាម45ដល់90អញ្ចឹងខ្ញុំយក45ទុកសម្រាប់ឆុងដោះគោឲ្យកូនឥឡូវគឺខ្ញុំចុចតែប៉ុណ្្នឹងហើយគឺវានឹងចាប់ផ្ដើមដំណើរការដាំទឹកហើយវាដាំបានលឿនមែនទែនគឺកសៀវនោះដាំលឿនណាស់មិនទាំងអស់ទេតាមមួយផ្លែទេពុះហើយសម្រាប់ការតម្លាក់សីតុណ្ហភាពក៏វាលឿនដែរអញ្ចឹងឥឡូវនេះគឺទឹកវាចាប់ដើមពុះហើយនៅពេលដែលវាពុះគឺវានៅពុះអញ្ចឹងឲ្យយើងឡើងមកសន្ទុះទៀតមិនមែនថាពុះភ្លាមវាឈប់ភ្លាមទេដោយសារវាកំពុងតែកំចាត់ជាតិក្លអញ្ចឹងឥឡូវវាចាប់ដើមមកតម្លាក់អង្សាវាចុះហើយអញ្ចឹងឥឡូវវាតែឈប់ពុះមិញវានៅ100ឡើយតិចទៀតហ្នឹងគឺវាចាប់ដើមតម្លាក់ពី100រហូតមកនៅដល់ត្រឹម45ដែលយើងកំណត់ពីហ្នឹងហើយអញ្ចឹងម៉ាម៉ាអាចរងចាំវាធ្លាក់ដល់45គឺយើងអាចប្រើបានហើយអញ្ចឹងឥឡូវទឹកនេះវានៅ96អង្សា96អង្សាបានន័យថាទឹកនៅក្នុងកសៀវហើយលេខ45នោះគឺយើងកំណត់វាឲ្យធ្លាក់ទៅដល់45ហ្នឹងអញ្ចឹងវាកំពុងតែធ្វើការតម្លាក់ដោយខ្លួនវាដោយស្វ័យប្រវត្តិយើងមិនបាច់ចុចអីទេគ្រាន់តែយើងរងចាំឲ្យឃើញលេខ45ស្មើគ្នាគឺម៉ាម៉ាប្រើទឹកនឹងបានហើយឥឡូវនេះគឺទឹកធ្លាក់មកនៅ45ហ្នឹងណាគឺយើងអាចប្រើទឹកនឹងបានហើយឥឡូវខ្ញុំមកប្រាប់ពីរបៀបចុចទឹកមួយទៀតណាម៉ាម៉ាឃើញកន្លែងហូបកូនសោហ្នឹងឯងអញ្ចឹងម៉ាម៉ាគ្រាន់តែចុចវាមួយឲ្យភ្លឺចឹងមកបន្ទាប់មកយើងចុចមួយទៀតដើម្បីឲ្យទឹកវាហូរហើយយើងចុចមួយដើម្បីបិទអញ្ចឹងយើងចំណាំយើងត្រូវចុចមួយឲ្យលូតភ្លើងសិនចាំចុចមួយទៀតដើម្បីបើកវាការពារកុំឲ្យក្មេងគាត់ចុចអីអញ្ចឹងវាហូរទឹកមកអញ្ចឹងវាចុច2ដង